Cho đàmភាពភ្លាមម្ដងនេះ producer របស់យើងហ្នឹងគឺស៊ីម៉ែក៏ភ្លាមរបស់សាវិនហ្មងហើយសាវិនយើងក៏មានថ្នាំដែរអីដែរដាក់មកបែកមាត់ហ្មងហើយបន្តមកទៀតយូសិនក៏បានសួរផ្លើទៅកាន់សាវិនថាហើយមិនបានវាយគាត់អញ្ចឹងចិត្តដាច់ម៉េះដឹងគាត់ឈឺអត់បើវាយអត់ឈឺគេវាយធ្វើអីសាវិនក៏បានមើលមុខកាន់យូសិនហ្នឹងហ្មងប្រហែលជានេះគឺជាការថតលំបងរបស់សាវិននេះយូសងថានេះគឺជាលើដំបងរបស់សាវិនមែនអត់បើសិនជាមែនទេតើសាវិនថើបណាគេមុនគេចាំគាត់ទៅស្លាប់ម្នាក់ហ្នឹងហ្មងសាវិនក៏បាននិយាយថាទោះបីជាយូសិននឹងចង់បានអីក៏ដោយប៉ុន្តែកុំហួសហេតុពេកប្រយ័ត្នគាត់ស្លាប់បាត់ទៅយូសិនគាត់បានតាមរកសាវិនអស់រយៈពេល10ឆ្នាំហើយហើយបានជាគាត់ត្រូវឈប់ឥឡូវហ្នឹងហើយមិនថាការស្វែងរកសាវិនឬក៏សងសឹកទៅមនុស្សទាំងនោះទេគាត់តែងតែព្យាយាមធ្វើរហូតអញ្ចឹងហើយគាត់គិតថាសាវិនណាគួរតែទៅសើគាត់ល្អជាងយូសិនមិនត្រឹមតែចង់ស្វែងរកសាវិននោះទេហើយថែមទាំងចង់ឲ្យគាត់និងសាវិនមានទំនាក់ទំនងមួយជាមួយគ្នាដែលមិនអាចខ្វះនរណាគេម្នាក់បាននោះទេសាវិនគាត់មិនបានទៅចង់មានទំនាក់ទំនងអីជាមួយនឹងយូសិននោះទេយូសិនក៏ដឹងដែរអញ្ចឹងហើយបានជាគាត់មិនតាមយកបេះដូងរបស់សាវិនមុនទេគឺគាត់យកខ្លួនប្រែរបស់សាវិនមុន Bro what is that ខ្ញុំគិតថាយូគួរទៅពេលផ្លូវចិត្តទៅសាវិនក៏យកដៃមនុស្សរកចិត្តនឹងចេញពីករបស់ខ្លួនបន្តមកទៀតយូសិននឹងគាត់ក៏បានមើលទៅកាន់កាយវិការរបស់សាវិននោះហើយក៏បាននិយាយថាមកទៅសាវិនវាជាភ្លេចការប្រុងប្រយ័ត្នរបស់ពួកគេមុននឹងឲ្យមែនដោយគ្មានចម្លោះទេសាវិនមានតែទ្រាំឲ្យយូសិននឹងធ្វើតាមពើចិត្តទៅហើយគាត់ក៏បានសួរយូសិនថាសាវិនក៏បាននិយាយទៅកាន់យូសិនថាក៏ខេចមកនៅលើដបហ្មងយូសិនក៏បាននិយាយថាតើសាវិននឹងខ្លាចអីខ្លាចគេគិតថាសាវិននឹងស្រឡាញ់បរិះមែនបន្ទាប់ទៅយូសិនក៏បានសួរទៅកាន់សាវិនរបស់យើងថាតើក្លែនរបស់គាត់នឹងនៅណាខ្ញុំដឹងថាបោះអស់នឹងគួរបោះនឹងមកយេដូចជាទៅរឿងនោះវានៅក្នុងពិភព ABO មានហើយមាន Alpha Beta ហើយនិង Omega ហើយ Alpha ហ្នឹងគឺត្រូវOmega ហ្នឹងបើសិនជាត្រូវ Alpha ហ្នឹងមកកន្លែងហ្នឹងហើយមានន័យថា Omega ហ្នឹងខ្លាចទៅជាកម្មសិទ្ធិរបស់ Alpha ហ្នឹងហើយយូសិនកំពុងសួររកក្លែនរបស់ Savion ដើម្បីមកទៅលើ Savion ដែរអញ្ចឹងណាទោះបី Savion Beta ក៏ដោយតែគាត់រៀងពិសេសជា Beta ផ្សេងទៀតអីអញ្ចឹងទៅហើយនៅក្នុងពិភពហ្នឹង Beta គឺក្លែនរបស់គាត់ហ្នឹងនៅកន្លែងចម្លែកពេលហើយកន្លែងហ្នឹងអាចនៅក្នុងមាត់ឬក៏នៅដើមទ្រូងអីចឹងទៅសាវិនក៏បានសួរទៅកាន់យូនស៊ូនឹងថាហើយហកធ្វើអីគិតថា Alpha ហ្នឹងមកម៉ាក់បៃតាបានមែនកុំឡប់ពេកយូសិនក៏បានសួរទៅកាន់សាវិនថាភ្លេចឯមែនថាគាត់មានឈាមពិសេសហ៎យូនស៊ូក៏បានប្រាប់ទៅកាន់សាវិនថាតើសាវិនក៏ខ្លួនឯងពិសេសមែនដោយសារភាគច្រើនគាត់ប្រើប្រាស់ pheromone នេះគឺដើម្បីតែសម្រាប់មនុស្សប៉ុណ្ណោះប៉ុន្តែសម្រាប់សាវិនមួយគឺជាករណីពិសេសគាត់បានប្រើប្រាស់វាទៅលើសាវិនក៏បាននិយាយថាចង់ធ្វើអីទៅលើគាត់ធ្វើទៅតែកុំប៉ះពាល់ក្លែនរបស់គាត់ឲ្យសោះចង់ក្លែនគេហុកលុយមិនបានប៉ះពាល់របស់គេចង់យល់ស៊ូហើយនៅពេលដែលសាវិននឹងងាកទៅចិត្តទៅកាន់យន់ស៊ូនឹងគាត់ក៏បានហៅដឹងថាក្លែនរបស់សាវិននឹងគឺនៅកខាងស្ដាំយើងដឹងហើយថាយន់ស៊ូនឹងចូលមកគាត់ដូចឆ្កែអញ្ចឹងហើយបន្តទៀតសាវិនគាត់ពិតជាភ័យខ្លាំងមែនទែនដោយសារគាត់រស់នៅបានសប្តាហ៍ថ្ងៃហ្នឹងក៏ដោយសារក្លែនរបស់គាត់ដែរគាត់អត់ចង់ឲ្យវាប៉ះពាល់អ្វីនោះទេយើងដឹងថាក្លែនរបស់សាវិនហ្នឹងគឺធ្វើឲ្យសាវិនហ្នឹងអាចរកមាសមែនអញ្ចឹងហើយវាគឺជាអ្វីដែលសំខាន់ខ្លាំងមែនទែនសម្រាប់គាត់យល់ស៊ូក៏បាននិយាយថាមកទៅសាវិនណាភ័យនៅពេលដែលគាត់ចង់ប៉ះពាល់ក្លែនរបស់សាវិនហ្នឹងជារាងកាយរបស់សាវិនទៀតតើក្លែនរបស់សាវិនហ្នឹងមានអកមាំងអីមែនហើយដោយសារតែអត់ចង់ញ៉ៃយូយល់ស៊ូរបស់យើងក៏បានសន្យាថាតើឡើយក៏ប៉ះក្លែនរបស់សាវិនក៏បានដែរតើឡើយគាត់អាចសំប៉ះតើទៀតបានអត់សាវិនក៏និយាយថាធ្វើអីធ្វើទៅព្រោះឲ្យគាត់គ្មានចម្រោះស្រាប់អីហ្នឹងយេស៊ូក៏បាននិយាយថាកុំនិយាយអញ្ចឹងមើលគាត់តែងស្ដាប់តាមសាវិនតាប៉ុន្តែលើកនេះដោយសារតែសាវិនហ្នឹងបានព្យាយាមរកគេពីគាត់អញ្ចឹងហើយលើកនេះគាត់សុំមកស្ដាប់សាវិននោះទេនិយាយហើយគាត់ក៏បានហក់ទៅខាំក្លែនរបស់សាវិនហ្នឹងហ្មងខាំនៅក្នុងពិភពលោកហ្នឹងគឺប្រហែលម៉ែកឯងពេលហ្នឹងយូសិនក៏បានបញ្ចេញ pheromone របស់គាត់មកនិយាយទៅគាត់កំពុងតែព្យាយាមបញ្ចូល pheromone របស់គាត់នឹងទៅកាន់ក្លែនរបស់យូសិនហើយធ្វើឲ្យ pheromone ពីរនឹងចូលគ្នាប៉ុន្តែដល់ពេលដែល pheromone ពីរនឹងប៉ះគ្នាហើយធ្វើឲ្យសាវិនរបស់យើងនឹងគឺឲ្យស្លាប់តែម្ដងធ្វើឲ្យយូសិននឹងគាត់ភ័យខ្លាំងមែនទែនហើយគាត់ក៏បាននិយាយថាហើយបានជានៅពេលដែលគាត់មកទៅលើសាវិននឹងហើយបានជាម៉ែអត់បានហើយធ្វើឲ្យសាវិននឹងនៅក្នុងស្ថានភាពដែលលំបាកទៀតនៅពេលដែលមកដល់វេលាវិញនឹងយូសិនគាត់ក៏បានសួរទៅកាន់រញ៉ូដែលគាត់ជាមនុស្សដែលមានចំណេះដឹងខាងផ្នែក pheromone នឹងដោយសារគាត់ពិតជាឆ្ងល់ខ្លាំងមែនទែនហើយបានជាគាត់អត់អាចទៅមក
ជាមួយនឹងวันโซរបស់យើងបានសវណ្ណរបស់យើងបានមកឥឡូវមកស្ដាប់ការបកស្រាយរបស់លោកគ្រូរិនយ៉ូគឺថាបៃតាហ្នឹងគាត់មានអត់មាន gland ឬក៏មាន pheromone ទេប៉ុន្តែចំពោះសវណ្ណហ្នឹងគឺជាករណីពិសេសដែលគាត់មានវាទាំងពីរហ្នឹងប៉ុន្តែដោយសារតែ pheromone របស់សវណ្ណហ្នឹងពិសេសអញ្ចឹងហើយបើសិនជាបង្ខំបញ្ចូល pheromone របស់អ្នកដតីនឹងចូលទៅក្នុង pheromone របស់គាត់គឺ pheromone របស់សវណ្ណហ្នឹងនឹងការពារសវណ្ណហើយជាពិសេសសម្រាប់យើងសូដែលមានឈាមalpha ដែលខ្លាំងអីចឹងទៅហើយជាធម្មតា alpha គឺខ្លាំងជាង beta ស្រាប់ហើយអញ្ចឹងដល់ពេលដែលយើងសូនឹងមានឈាមពិសេសចឹងទៀតធ្វើឲ្យកាន់តែពិបាកសម្រាប់សវណ្ណអញ្ចឹងហើយនៅពេលដែលយើងស៊ូនឹងបង្ខំម៉ាក់ទៅកាន់សវណ្ណធ្វើឲ្យសវណ្ណរៀងឈឺចាប់ប៉ុន្តែក៏មានប៉ះពាល់ដល់រាងកាយរបស់សវណ្ណអីធ្ងន់ធ្ងរនោះដែរចំណែកឯយើងស៊ូនឹងក៏បានស្វែងចិត្តខ្លាំងមែនតើនៅពេលដឹងថាវាអត់មានប៉ះពាល់វាអាចធ្វើឲ្យប៉ះពាល់ខ្លាំងទៅដល់សវណ្ណណាគាត់ក៏បាននិយាយថាគាត់នឹងព្យាយាមmake the gain សវណ្ណនឹងរហូតដល់ pheromone របស់ពួកគេទាំងពីរនឹងអាចរលាយចូលគ្នាបានហើយអាចកែប្រែសវណ្ណនឹងឲ្យមានវត្តកម្ដៅហើយទៅត្រូវគេគាត់អត់អាចចេញពីគាត់បានអាក្រក់ខ្លាំងចំណែកបងប្រុសរបស់រនយ៉ូនឹងវិញបងប្រុសភ្លោះកន្លែងថាស្លាញ់សវណ្ណនឹងក៏បាននិយាយថា boss គាត់ចង់ឡើងខែមួយសវណ្ណមែនចង់ឲ្យគាត់ឡើងដែរមែនអត់រនយ៉ូលើឲ្យបិទមាត់បងខ្លួនឯងនឹងចិត្តបើមិនចឹងទេរស់មិនដល់ស្អែកទាំងពីរអ្នកឡើយរនយ៉ូនឹងក៏បានសួរទៅកាន់យើងសោថាតើបង្កើតអត់ថាចង់ធ្វើនឹងទៅកាន់សវណ្ណនោះនិយាយទៅរនយ៉ូនឹងដឹងថាយូសិននឹងស្លាញ់សវណ្ណប៉ុណ្ណេះចឹងហើយអត់ខ្លាចតែពេលធ្វើចឹងហើយសវណ្ណស្អប់គាត់ហើយចង់សម្លាប់គាត់ទេមែនយើងសួរក៏បាននិយាយថាគាត់មិនគិតថាមានថ្ងៃដែលសវណ្ណនឹងហ៊ានដាក់ចិត្តសម្លាប់គាត់នោះទេបើសិនជាប្រៀបធៀបការដែលសវណ្ណនឹងស្អប់គាត់សុខចិត្តយកវាប្រសើរជាងត្រូវបានសវណ្ណនឹងចាក់ចេញពីគាត់ម្ដងទៀតនៅពេលដែលសវណ្ណក្រោកឡើងគាត់បានដឹងខ្លួនឯងថាគាត់បានត្រឡប់មកនៅបន្ទប់យូសិនវិញហើយសវណ្ណគាត់បាននិយាយថាគាត់មិននឹកស្មានថាគាត់សម្លាប់បែបនេះសោះហើយគាត់ក៏អាចទៅដឹងដែរថា pheromone របស់គាត់នឹងកំពុងតែនៅក្នុងការការពារដោយសារតែវាដឹងអំពីវត្តមានរបស់ pheromone ប្លែកអញ្ចឹងហើយបានជាគាត់ស្លាប់អញ្ចឹងហើយឥឡូវនេះគាត់អាចធ្វើអ្វីបានដូចគ្នាគាត់មានតែសង្ឃឹមហើយបន់ស្រន់ថា pheromone របស់គាត់នឹងមិនត្រូវគ្រប់គ្រងបានដោយ pheromone របស់ Yusun ទេចុះហើយនៅពេលដែល Sawan ដើរចេញមកក្រៅហ្នឹងគាត់ក៏បានជួបជាមួយនឹង Renyo ហើយគាត់ក៏ដឹងថាខ្លួនឯងនៅពេលនេះគឺអត់មានសមត្ថភាពនៅក្នុងការវាយ Renyo នឹងឈ្នះនោះទេ Renyo ក៏បានចង់បកស្រាយអំពីការដែល pheromone របស់ Sawan នឹងមានសកម្មភាពបដិសេធប៉ុន្តែ Sawan ក៏បាននិយាយប្រាប់ទៅវិញថារឿងហ្នឹងគាត់ដឹងហើយអ្វីដែលគាត់ចង់ដឹងហ្នឹងគឺអ្វីផ្សេងទៀតអាចប្រាប់គាត់បានអត់គាត់សួរនឹងយកតែមួយសំណួរប៉ុណ្ណោះហើយឆ្លើយប្រាប់គាត់តាមត្រង់ថាតើក្រុមនេះគឺជាក្រុមអ្វីបង្កើតឡើងដើម្បីអ្វីរញ៉ូក៏មាននិយាយអីច្រើនដែរក៏បានលាត់កដៃរបស់គាត់នឹងឲ្យសាវិនមើលទៅកាន់សញ្ញារបស់ក្រុមពួកគេពេលនឹងធ្វើឲ្យសាវិនភ្ញាក់ផ្អើលខ្លាំងមែនទែនទោះបីជាសាវិននឹងបានចូលនិវត្តន៍10ឆ្នាំដោយសារតែគាត់អត់ស័ក្តិសមក្នុងការធ្វើជាគិតកោតិចក្តោយក៏គាត់បានដឹងរឿងអំពីក្រុមនេះតាម dark web ដែរហើយសាវិនក៏បានបញ្យល់យើងពី dark web និយាយទៅអ៊ីនធឺណិតនៅដែលអ្វីដែលយើងឃើញសប្តាហ៍ថ្ងៃហ្នឹងគឺមានតែ 4% ប៉ុណ្ណោះចំណែកឯ 96% ទៀតវាដូចជាកន្លែងងងឹតហើយជ្រៅដែលយើងអត់ដឹងអញ្ចឹងដូចជា dark web ជាដើមនិយាយទៅដោយសារតែសវណ្ណរបស់យើងហ្នឹងអត់អាចធ្វើជាឃាតករទៅទៀតបានអត់អាចចេញសកម្មភាពទៀតបានអញ្ចឹងហើយគាត់មានតែចូលទៅក្នុង dark web ហ្នឹងហើយកំចាត់នៅមនុស្សអាក្រក់ហើយពេលហ្នឹងក៏ព្យាយាមស្វែងរកមនុស្សដែលកាលពី10ឆ្នាំមុនហ្នឹងបញ្ជាឲ្យគេទៅសម្រាប់Yusun របស់យើងដូចគ្នាប៉ុន្តែគាត់អត់អាចស្វែងរកអ្វីបាននោះទេហើយពេលហ្នឹងភាគច្រើនគឺមានក្រុមដែលប្រព្រឹត្តអំពើខុសច្បាប់ហ្នឹងជាច្រើនប៉ុន្តែនៅថ្ងៃមួយហ្នឹងក៏មានក្រុមមួយបានលេចឡើងហើយកំចាត់ពួកអាក្រក់ៗហ្នឹងទាំងអស់ហ្នឹងចេញនិយាយទៅសាវិនបានស្គាល់ក្រុមមួយនេះច្បាស់ណាស់ក្រុមហ្នឹងគឺឈ្មោះ Hambernet ហើយគាត់ថែមទាំងធ្លាប់ផ្ដល់ប្រាក់ឧបត្ថម្ភទៅកាន់ក្រុមនឹងទៀតពេលនោះរនយោរបស់យើងក៏បាននាំសាវននឹងទៅបន្ទប់ដែលយុសិនកំពុងនៅហើយក៏បាននិយាយថាពេលនេះគាត់កំពុងតែចាត់ការនៅរឿងដែលស្ត្រីរបស់គាត់នឹងបានជួញដូរគ្រឿងក្នុងខុសច្បាប់យុសិនក៏បានបាញ់សម្លាប់បរិសុទ្ធម្នាក់ដែលនៅមកខ្លួនទៅហើយចំណែកសាវនវិញគាត់ក៏បានមើលទៅកាន់យុសិនហើយគាត់ក៏បានគិតថាមនុស្សស្មានថា
ក្រុមដ៏អស្ចារ្យមួយបែរជាមានម្ចាស់គ្រប់គ្រងដែលជាក្មេងយូរសន្ទូចហើយក្មេងម្នាក់ហ្នឹងឯងគាត់បានជួយកាលពី10ឆ្នាំមុនទៀតពេលនៅដែរយូសុនក៏បានងាកទៅឃើញសាវិនហើយគាត់ក៏សាវិនហ្នឹងក៏បានងាកមកមើលយូសុនដូចគ្នាហើយយូសុនហ្នឹងក៏បាននិយាយថាស្វាគមន៍សាវិនមកកាន់ក្រុមរបស់គាត់សាវិនអត់មាននិយាយអីច្រើនទេបាយខ្នងដើរចេញមកសាវិននៅពេលដើរហ្នឹងក៏បានគិតថានេះបើសិនជាក្រុមធម្មតាវាមិនអីទេប៉ុន្តែនេះគឺជាបាណិតហើយបាណិតហ្នឹងគឺជាក្រុមដែលធំប៉ុន្តែវាមិនមែនជាក្រុមដែលល្អណាស់ណានោះទេនិយាយទៅវាគ្រាន់តែជាអាវុធមួយសម្រាប់ប្រើពេលគេត្រូវឈ្លោះនេះវាដូចជាភ្លើងប៉ះភ្លើងអីអញ្ចឹងឯងហើយវាពិតជាគ្រោះថ្នាក់ខ្លាំងមែនតើមនុស្សស្មានថាយូសុនហ្នឹងបានចូលទៅក្នុងក្រុមហ្នឹងហើយថែមទាំងជាមេក្រុមទៀតអញ្ចឹងហើយគាត់ខ្លាចថាយូសុនហ្នឹងក៏ជាមានគ្រោះថ្នាក់ជាងការពីមុនទៀតសាវិនក៏បាននិយាយថាពេលនេះវាហួសពីលទ្ធភាពដែលគាត់អាចគ្រប់គ្រងបានហើយយើងក៏បានឃើញជើងមនុស្សម្នាក់ហ្នឹងគ្មានអ្នកគេឆ្ងាយក្រៅពីយូសុនហ្នឹងឯងគាត់ក៏បានចាប់ដៃសាវិនរបស់យើងហើយក៏ផ្អែកសាវិនរបស់យើងនៅនឹងជាងសាវិនក៏ប្រាប់ឲ្យយិនស៊ូនឹងលែងដៃគាត់ទៅប៉ុន្តែយិនស៊ូក៏អត់ព្រមលែងឯគាត់ក៏បានសួរទៅកាន់សាវិនថាតើវាពិបាកខ្លាំងណាស់មែនគ្រាន់តែដឹងថាគាត់នឹងគឺជាមេក្រុមនៅក្នុងក្រុមនឹងសោះហេតុអ្វីបានជាសាវិននឹងអត់អាចទទួលយកគាត់បានចឹងគាត់សួរសាវិនថាតើអត់មានអារម្មណ៍ថាក្រុមនេះវាប្រហាក់ប្រហែលគាត់ក៏ថាសាវិននឹងប្រកាសជាបានដឹងពីក្រុមគាត់ហើយពួកយើងគឺប្រើហង្សាគ្រប់គ្រងទៅលើហង្សាវាហាត់ភ្លើងទល់ជាមួយភ្លើងដូចជាអ្វីដែលសាវិននឹងធ្វើការពីមុនចឹងសាវិននឹងទៅសម្រាប់មនុស្សអាក្រក់សាវិនក៏បាននិយាយថាគាត់ជាមួយនឹងយិនស៊ូនឹងក៏ដូចគ្នាទេហើយតើណែគេទៅប្រាប់ឲ្យយិនស៊ូនឹងទៅបង្កើតក្រុមចឹងឡើងមកមូលហេតុដែលយិនស៊ូបង្កើតក្រុមនេះមកគឺដោយសារតែគាត់ចង់ខ្លួនឯងបើសិនជាគាត់អត់ចូលនៅក្នុងក្រុមបែបអញ្ចឹងទេធ្វើឲ្យបានជាគាត់អាចទៅស្វែងរកមនុស្សដែលនៅពីក្រោយការសាត់របស់ពួកគាត់បានហើយតើគាត់អាចទៅមានខ្សែរយៈឬក៏តាមស៊ើបមកដល់ក្រុងតូចនេះហើយស្វែងរកទៅកាន់សាវិននឹងមិនបានទៅគោលដៅរបស់គាត់ពេលនេះគឺគាត់ចង់សម្រាប់ទៅកាន់ក្រាមផាហើយមនុស្សដែលចូលរួមមកកើតក្រុមនឹងឡើងមកអ្វីដែលគាត់ស៊ើបបានហ្នឹងគឺមានតែម្នាក់ប៉ុណ្ណោះគឺ Quentinគាត់ដឹងថាសាវិននឹងក៏ស្គាល់ Quentin នឹងដែរនិយាយទៅសាវិនយល់ហើយអ្វីបានជាស៊ូសាននឹងគាត់ព្យាយាមចង់សងសឹកសាវិនក៏បានកាត់ខ្លួនចិត្តថាគាត់ក៏បានតាមស្វែងរកទីតាំងរបស់Quentin នឹងដែរដោយសារតែ Quentin នឹងធ្លាប់ជាពេទ្យឬក៏ជាពេទ្យប្រចាំកាយនៅក្នុងគ្រួសាររបស់យូសាននឹងចឹងហើយបើសិនជាចាប់Quentin នឹងបានណាអ្នកដែលមេនៅក្នុងក្រុមនឹងផ្សេងទៀតក៏អាចចាប់បានដូចគ្នាសាវិនក៏បានប្រាប់ទៅកាន់យូសានថាQuentin នឹងមិនជាមនុស្សដែលយូសានអាចប៉ះពាល់បានតាមខ្សែទឹកចិត្តនោះទេគាត់មើលនៅពេលដែលក្រុមរបស់គេនឹងត្រូវបានកំចាត់ហេតុអ្វីបានជាQuentin នឹងនៅរហូតដល់10ថ្ងៃហើយនៅតែលាក់ខ្លួនបានទៀតនិយាយទៅQuentin នឹងប្រកាសជាមានខ្នងបំឯកដែលធំជាងនឹងហើយអញ្ចឹងហើយបើមិនទាន់ដឹងថាខ្នងពីក្រោយQuentin នឹងណាគេទេកុំព្យាយាមធ្វើអ្វីដែលមានហានិភ័យពេកយូសុនក៏បានរំភើបចិត្តយ៉ាងខ្លាំងហើយក៏បានសួរសាវិនថាអញ្ចឹងសាវិនក៏មានបំណងចង់ជួយគាត់ក្នុងការសងសឹកដែរត្រូវឲ្យបានជាដឹងថានៅពីក្រោយQuentin នឹងក៏មានខ្នងបំឯកដ៏ធំមួយអញ្ចឹងគាត់ក៏បាននិយាយថាគាត់គ្មានចិត្តចង់ជួយដល់កាន់យូសាននឹងទេអ្វីដែលគាត់ធ្វើហ្នឹងគឺគាត់ចង់សម្រាប់ចង់កំចាត់ក្រុមដែលគាត់កាលពីមុននឹងអត់ទាន់កំចាត់អស់តែប៉ុណ្្នឹងឯងហើយបើសិនជាយូសានដឹងហើយថាគាត់កំពុងតែធ្វើការនៅលើរឿងនឹងយូសានគួរតែកុំពាក់ព័ន្ធមកលើរឿងនឹងទៀតអីឈប់ធំនឹងទៅយូសានក៏បាននិយាយថាទៅពេលនិយាយវាស្រួលជាងធ្វើហើយមើលតស្ថានភាពរបស់សាវិនពេលនេះទៅកំសត់សង្អីនឹងត្រូវបានគាត់គ្រប់គ្រងហើយទាំងនេះអត់បានទៀតប៉ុណ្្នឹងហើយនៅនិយាយថាចង់ទៅដោះស្រាយរឿងការសងសឹកនឹងទៀតយូសានក៏បាននិយាយថាចំពោះការសងសឹកនឹងគឺគាត់សម្រេចចិត្តហើយគ្មានអ្នកគេអាចបញ្ឈប់គាត់បានទេសូម្បីតែសាវិនក៏ដោយចំណែកឯសាវិនវិញមានតែសំទោសទៅកាន់យូសានរបស់យើងនៅក្នុងចិត្តតែប៉ុណ្ណោះដោយសារតែការពី10ឆ្នាំមុនហ្នឹងបន្ទាប់ពីបានជួយយូសានហើយគាត់ក៏ត្រូវរបួសខ្លាំងដូចគ្នាហើយវាធ្វើឲ្យការស្ដាប់ឬក៏ការរវារវៃរបស់គាត់នឹងអត់ដូចការពីមុនដែរអញ្ចឹងហើយគាត់អត់អាចធ្វើអ្វីបង្កើតនៅនិយាយទៅអត់អាចសម្រេចអ្វី
ធំហើយតែឯងបានដូចការរមុនទៀតនោះទេយូសានក៏បាននិយាយទៅកាន់សាវិនតែហើយបានជាសាវិននឹងមកប្រពន្ធស្គាល់ទៅថានៅក្នុងចិត្តសាវិននឹងក៏មានគាត់ដូចគ្នាហើយសាវិននឹងអត់អាចដោះលែងគាត់នៅតែនឹកគាត់រយៈពេលប្រហែលឆ្នាំនេះអញ្ចឹងហើយអ្វីដែលសាវិនកំពុងតែធ្វើនឹងគឺបារម្ភពីសុខភាពគាត់នៅពេលដែលគាត់ចូលទៅក្នុងហ្គេមមួយនេះសាវិនក៏បាននិយាយថាគាត់មិនទៅបំរើអំពីយល់សួរនោះទេសាវិនក៏បានរញយូសិនចេញហើយយូសិនក៏បាននិយាយថាគាត់ពិតជាពិបាកចិត្តខ្លាំងមែនតើអញ្ចឹងហើយដោយសារតែសាវិននឹងអត់ខ្វល់អំពីការស្ដាប់រឿងរបស់គាត់អញ្ចឹងហើយកុំលុកដៃនៅរឿងការសង្សឹករបស់គាត់នឹងហើយគាត់ក៏បាននិយាយថាពេលនេះគាត់ងុយគេងអញ្ចឹងហើយបើសិនជាសាវិននឹងអត់ទាន់ចង់គេងទេអាចនៅដើរលេងជុំវិញវិមាននឹងសិនបានពេលដែលយិនស៊ូនឹងងាកមកវិញសាវិនកំពុងលេងបិទពួនមួយគាត់ទៀតហើយចំណែកយិនស៊ូក៏បាននិយាយក្នុងសឹកក្នុងម្នាក់ឯងថាមើលទៅបងប្រុសវ័នរបស់គាត់នឹងចាប់ផ្ដើមរត់គេចទៀតហើយរនយូក៏បានមាននិយាយប្រាប់ទៅកាន់យិនស៊ូថាសាអូននឹងបានរត់ចេញទៅចេញពីការបងអួចចន់ទី1បាត់ហើយតើឲ្យពួកគេធ្វើមិនទៅដោយសារប្រហែលជាសាអូននឹងដឹងថាពួកគេនឹងអត់ហ៊ាននឹងមិនទៅសម្រាប់ម្ចាស់ទីក្រុងនោះទេយូសឹងក៏បាននិយាយថាដោយសារតែមើលទៅតាមស្ថានភាពរាងកាយរបស់សាវិនពេលបច្ចុប្បន្ននេះសាវិនអាចរត់ទៅណាឆ្ងាយបាននោះទេហើយសាវិនប្រហែលជាគ្រាន់តែចង់នៅម្នាក់ឯងសិនប៉ុន្តែពេលនេះការគម្រាមសាវិនលែងមានលទ្ធលែងមានផលលើសាវិនទេដោយសារសាវិនដឹងថាវាគ្រាន់ជាការបោកប្រាស់នោះទេដែលពួកគេនឹងយកសុខភាពរបស់ម្ចាស់ក្រុងនឹងមកគម្រាមប៉ុន្តែដោយសារតែពេលនេះសាវិនដឹងហើយថាគាត់កំពុងនៅក្នុងអ្វីអញ្ចឹងហើយគាត់គិតថាគាត់មានអ្វីផ្សេងដើម្បីទុកគម្រាមសាវិនហើយហើយអ្វីដែលគាត់នឹងយកមកគម្រាមនោះគឺជាជីវិតរបស់គាត់នៅក្នុងនាមគាត់គឺជាមេក្រុមរបស់ Bandit ប្រកាសជាមានមនុស្សជាច្រើនចង់សម្លាប់គាត់ជាងការពី10ឆ្នាំមុនទៅទៀតការពី10ឆ្នាំមុនសាវិននៅជួយគាត់ត្រង់10ឆ្នាំក្រោយទៀតតើសាវិននៅឈមអោបដៃមកគាត់ស្លាប់មិនកើតទៅហើយគាត់ជឿថាគាត់អាចស្វែងរកកន្លែងរបស់សាវិនឃើញនិយាយទៅគេជឿជាក់លើគ្នាណោះដាក់ជីវិតហ្មងនិយាយទៅហើយសាច់រឿងក៏ចប់ធំនឹងដូចគ្នាដែរហើយកុំភ្លេចជួយចុច like និង subscribe ឲ្យមានម្នាក់មួយផងឯងហើយកុំភ្លេច comment ផងដើម្បីឲ្យ view ឡើងអរគុណខ្លាំងមែនតើហើយនេះ ABA បាទមែនបាយ